សម្ដេចស៊ីសុវត្ថិមេធាវីនិងព្រះជាយាត្រូវបានខ្មែរក្រហមធ្វើគុតនៅខែមេសាឆ្នាំ1978ក្រោយពីជាប់ឃុំឃាំងនៅក្នុងមន្ទីរបឹងត្របែកនេះបើយោងតាមអត្ថបទស្រាវជ្រាវរបស់លោកវីរៈវរនីប្រធានក្រុមដំណើរខ្មែរបានរៀបរាប់ថាសម្ដេចស៊ីសុវត្ថិមេធាវីជាព្រះបុត្រានៃព្រះអម្ចាស់ក្សត្រាស៊ីសុវត្ថិរដ្ឋារីនិងអ្នកម្នាងគ្រឿងយឿនព្រះអង្គប្រសូតនៅថ្ងៃទី22ខែធ្នូឆ្នាំ1922ជាឧត្តមមន្ត្រីផ្នែកយោធានៅក្នុងសម័យសង្គមរាស្ត្រនិយមព្រះអង្គជាព្រះអនុជបង្កើតនៃព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីមាតានៅថ្ងៃទី7ខែមិថុនាឆ្នាំ1994ព្រះអង្គបានទទួលគោរមងារជាកិច្ចបច្ឆាមរណនាមជាទីសម្ដេចនៅឆ្នាំ1950ព្រះអង្គបានរៀបអភិសេកជាមួយនឹងនាងកញ្ញាណាណេតមាននាមដើមថាអានម៉ារីអ៊ីស៊ីលោកបានទទួលគោរមងារជាកិច្ចបច្ឆាមរណនាមថាព្រះអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិណាណេតមេធាវីនៅខែមេសាឆ្នាំ2003ព្រះម្ចាស់ក្សត្រីស៊ីសុវត្ថិណាណេតមេធាវីជាព្រះរាមបង្កើតនៃសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរសម្ដេចស៊ីសុវត្ថិមេធាវីនិងព្រះម្ចាស់ក្សត្រីស៊ីសុវត្ថិណាណេតមេធាវីព្រះអង្គមានព្រះបុត្រាព្រះបុត្រីចំនួន6ព្រះអង្គទី1គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិតូមីកូដែលសប្តាហ៍ថ្ងៃព្រះអង្គមានព្រះនាមថាថមីកោជាអិសរាជជននយោបាយដ៏ល្បីល្បាញមួយព្រះអង្គសប្តាហ៍ថ្ងៃគង់នៅក្នុងប្រទេសកម្ពុជាទី2អ្នកអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិសុធារីសប្តាហ៍ថ្ងៃគង់នៅក្នុងប្រទេសបារាំងទី3អ្នកអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិសុផាណាសប្តាហ៍ថ្ងៃគង់នៅក្នុងប្រទេសបារាំងទី4អ្នកអង្គម្ចាស់ស៊ីសុវត្ថិអាមរិនដូសុគតនៅខែឧសភាឆ្នាំ1999នាទីក្រុងប៉ារីសប្រទេសបារាំងទី5អ្នកអង្គម្ចាស់ស៊ីសុវត្ថិតាកាវិតសុគតនៅក្នុងថ្ងៃទី1ខែសីហាឆ្នាំ1966ដោយលង់ទឹកនៅអនុខេត្តកំពង់សីឡាទី6អ្នកអង្គម្ចាស់ស៊ីសុវត្ថិចិត្តតារាសុគតនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2015នារាជធានីភ្នំពេញសម្ដេចស៊ីសុវត្ថិមេធាវីបានចូលរួមបម្រើការងារជាតិជាឧត្តមមន្ត្រីផ្នែកយោធាបន្ទាប់ពីព្រះអង្គត្រឡប់ពីសិក្សានៅប្រទេសបារាំងរហូតដល់ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី18មិនិនាសម្ដេចនិងព្រះជាយាព្រមទាំងព្រះបុត្រាព្រះបុត្រីបានភៀសព្រះកាយទៅគង់នៅប្រទេសបារាំងហើយបានវិលត្រឡប់ចូលរួមក្នុងចលនារណសិរ្សរួបរวมជាតិកម្ពុជារបស់សម្ដេចព្រះនរោត្តមសីហនុនាទីក្រុងប៉េកាំងក្រោយពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាចនៅថ្ងៃទី17មេសាឆ្នាំ1975សម្ដេចនិងព្រះជាយាបានស្ម័គ្រព្រះទ័យធ្វើមាតុភូមិនិវត្តន៍មកគង់នៅក្នុងប្រទេសកម្ពុជាវិញតែខ្មែរក្រហមបាននាំព្រះកាយព្រះអង្គយកទៅឃុំឃាំងនៅក្នុងមន្ទីរឃុំឃាំងបឹងត្របែកនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ1978សម្ដេចស៊ីសុវត្ថិមេធាវីនិងព្រះជាយាត្រូវបានយោធាខ្មែរក្រហមនាំព្រះកាយទៅធ្វើគុតនៅទីពិឃាតជើងឯក